ឆ្កែដើម្បីរារាំងជាមកុំឲ្យធ្លាក់ពីចំណោតភ្នំវាក៏បានហក់ទៅសង្គ្រោះជាមឲ្យដួលទៅនឹងដីហើយវាក៏បានធ្វើឲ្យជង្គង់របស់ជាមមានរបួសផងដែរចំណែកជាមវាបានឈឺចាប់និងបារម្ភអំពីជង្គង់របស់វាតែប៉ុណ្ណោះមិនបានដឹងថានៅខាងក្រោយរបស់វាមានជម្រៅជ្រៅយ៉ាងណាទៀមនោះវាក៏បានស្ដីបន្ទោសទៅឲ្យអ្នកដែលបានជួយសង្គ្រោះជីវិតវាបន្ទាប់មកចាចោក៏បានដើរមកលបលោកពីខាងក្រៅរបងហើយក៏បានធ្វើជាយកចិត្តទុកដាក់សួរជាមថាឈឺគេបន្ទាប់មកចាចោក៏បានយប់យងជាមថាវាពិតជាក្អកណាស់គ្រាន់តែឯងស៊ីស្មៅសោះក៏វាទើបតល់ដែរវាមិនបានស្រឡាញ់ឯងនោះទេវាគ្រាន់តែចង់គ្រប់គ្រងឯងតែប៉ុណ្ណោះពេលនោះសត្វជាមយល់ថាមានតែចាចោទេដែលយល់ពីទុក្ខលំបាករបស់វានៅពេលយប់ឡើងវងជាមក៏នាំគ្នាបេះបោរនិងបានបណ្ដេញឆ្កែចេញពីទីនោះបន្ទាប់មកក៏បានបើកទ្វារឲ្យចាចោចូលក្នុងរបងនៅពេលដែលបំពង់ករបស់វាត្រូវបានចាចោខំនិងរាងកាយរបស់វាคล้ายទៅជាគ្រោងឆ្អឹងហើយសត្វជាមនៅតែគិតមិនយល់ថាហេតុអ្វីបានជាចាចោដល់ស្លូតបូតនិងចេះយកចិត្តទុកដាក់ចំពោះគេប្រែជាប្រព្រឹត្តចំពោះវាបែបនេះ